បាននឹងកំពុងតែបន្ថែមល្បឿនដើម្បីចាប់យោងយកកងព័ន្ធទី2ខ្សែទឹកខាងក្នុងគូទី94កំពូលដេកជោសែនជ័យកំពូលដេកជោសែនជ័យស្ថិតនៅក្នុងវត្តរតនាបុប្ផារាមព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាលខ្សែទឹកខាងក្រៅហឹងភក្តីបារមីដេកជោស្ថិតនៅក្នុងវត្តបទុមរាំងសីព្រះប្រសពស្រុកសាច់កណ្ដាលខេត្តកណ្ដាលដូចគ្នាបាទស្រុកសាច់កណ្ដាលនិងស្រុកមុខកំពូលរបស់ខេត្តកណ្ដាលនៅពេលនេះឃើញថាជើងទី1ថ្ងៃទី3នេះគឺជួបគ្នាហើយខុសតែស្រុកទេតែខេត្តដូចគ្នាតែកិត្តិយសគឺត្រូវដណ្ដើមយករៀងខ្លួនដើម្បីជ័យជំនះតែពេលនេះឃើញថាកំពូលដែលចូលសែនជ័យព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាលបានលឿនដាច់តែម្ដងបាទសម្រាប់គូទី94គូទី94នៅពេលនេះឃើញថាមកគៀកគ្នាមែនទេហើយគឺនៅពេលដែលឆ្លងកាត់កងពាន់ទី2គូទី94ខ្សែទឹកខាងក្រៅកំពូលដេកជោសែនជ័យកំពូលដេកជោសែនជ័យស្ថិតនៅក្នុងវត្តរតនាបុប្ផារាមព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាលខ្សែទឹកខាងក្នុងហឹងភក្តីបារមីដេកជោវត្តបទុមរាំងសីព្រះប្រសពស្រុកសាច់កណ្ដាលខេត្តកណ្ដាលបាទខ្សែទឹកខាងក្រៅលឿនមែនទែនខ្សែទឹកខាងក្រៅកំពូលដេកជោសែនជ័យខេត្តកណ្ដាលស្រុកមុខកំពូលដែលមានឯកសណ្ឋានពណ៌ក្រហមជើងទី1ក៏ទទួលជ័យជំនះឥឡូវជើងទី2កំពុងតែទទួលជ័យជំនះហើយគឺបានមកដល់ខ្សែប្រត់ហើយសម្រាប់គូទី94